ឈាមជ័រតែមួយក្នុងនាមជាខ្មែរដូចគ្នាហ្វីយ៉ាតាបានបន្តឧបត្ថម្ភដល់ឥនលក្ខណាជាបន្តបន្ទាប់ដើម្បីមុខមាត់កម្ពុជាលើឆាក Miss World គ្រប់បេក្ខភាពសុទ្ធតែស្រែកឃ្លានជ័យជំនះធ្វើឲ្យឆាក Miss World កាន់តែឡើងកម្ដៅពិសេសអ្នកគាំទ្របេក្ខភាពតំណាងប្រទេសនីមួយៗកំពុងដុតដៃដុតជើងបោះឆ្នោតមិនបង្អង់ដៃឡើយថ្មីបើកម្ពុជាមានប្រជាជនតិចធនធានមិនច្រើនតែក៏កំពុងបញ្ចេញសាច់ដុំមិនធម្មតាដែរទាំងកម្លាំងមហាជនបុគ្គលល្បីៗម្ចាស់ប្រេនធំកំពុងស្រោះដៃគ្នារួមកម្លាំងជាធ្លុងមួយដើម្បីជំរុញឲ្យកម្ពុជាបោះជំហានខ្ពស់ត្រដែតនិងក្លាយជាគូប្រជែងមួយដែលប្រទេសមានបទពិសោធន៍កាន់តំណែងកម្ពុជាជាច្រើនក្នុងកម្មវិធីមួយនេះពិបាកដោះស្រាយជាក់ស្ដែងពេលនេះតំណាងរបស់កម្ពុជាគឺបវរកញ្ញាអិនលក្ខេណាកំពុងកាន់កាប់តំណែងប្រទានប្រទង់មួយក្នុង Top អាស៊ីតាមរយៈកម្លាំងសាមគ្គីនៅខាងក្រោយផងធ្វើឲ្យប្រទេសជាច្រើនដាក់ក្រសែភ្នែកមកសម្លឹងកម្ពុជាទាំងសភាពតាំងតឹងនៅក្នុងនោះដែរ Miss Universe Cambodia 2025បវរកញ្ញាហ្វីយ៉ាតាក៏មិននៅមើលស្ងៀមដែរបន្ទាប់ពីចូលរួមឧបត្ថម្ភដល់លក្ខណាចំនួន$1000កាលពីប៉ុន្មានថ្ងៃមុនស្រាប់តែថ្ងៃនេះហ្វីយ៉ាតាបានប្រកាសបន្តឧបត្ថម្ភបន្ថែម$1000ទៀតដល់ឥនលក្ខណាមើលទៅទំនងជាដាក់ក្តីរំពឹងនិងសង្ឃឹមខ្លាំងលើបេក្ខភាពរបស់យើងក្រៅពីជំនួយបវរកញ្ញារុកស្រស់នេះក៏បានភ្ជាប់ជាមួយនឹងសំណេរលើកទឹកចិត្តមួយទៅកាន់លក្ខណាថាចាត់ទុកថាលុយដែលបងបាញ់ជួយជាលើកទី2ដើម្បីវោតគុណ2ដល់ប្អូនលក្ខណានេះបានចូលរួមពីម្ចាស់ brand ដែលបានយកមកធ្វើ brand ambassador របស់គាត់ផងចោះព្រោះលុយដែលបងវោតឲ្យប្អូនក៏ជាលុយដែលបងរកបានពីការធ្វើការ BA ជូនម្ចាស់ brand ល្អៗនៅក្នុងស្រុកខ្មែរយើងដូចគ្នាពាក្យថាយើងជាខ្មែរដូចគ្នាត្រូវចេះរួមសាមគ្គីគ្នាគឺត្រូវការសកម្មភាពទើបអាចជំរុញគ្រប់យ៉ាងដែលយើងចង់ធ្វើគឺឲ្យដើរទៅមុខដើរបានលឿនជាងនេះ Miss World Cambodia Miss World កុំទៅខ្វល់អំពើល្អរបស់យើងនឹងចងចាំដោយមនុស្សដែលមានបេះដូងចេះអភ័យនិងស្គាល់អ្វីអាក្រក់ឬល្អហើយអំពើល្អរបស់ខ្ញុំក៏មិនអង្វរឲ្យក្រុមមនុស្សដែលមានបេះដូងពោពេញទៅដោយភាពអវិជ្ជមានចងចាំដែរធ្វើឲ្យបានល្អបំផុតណាលក្ខណាដើម្បីអនាគតខ្លួនឯងអនាគតកម្ពុជាក្នុងវិស័យបវរកញ្ញានេះបងចង់ឲ្យប្អូនចាំថាធ្វើជាមនុស្សត្រូវយកគុណធម៌ដាក់មុខនិងភាពស្មោះត្រង់ដាក់នៅក្នុងបេះដូងនោះប្អូននឹងមិនស្រយុទ្ធគ្រប់យ៉ាងដែលបងធ្វើកាត់ចេញពីសេចក្តីស្រឡាញ់និងភាពស្មោះត្រង់ធ្វើឲ្យអស់ពីសមត្ថភាពណាមានមនុស្សជាច្រើនចាំគ្រប់គ្រងនិងស្រឡាញ់ប្អូនក្នុងនោះរួមទាំងបងម្នាក់ផងដែរហ្វីយ៉ាតាក៏ធ្លាប់បានលើកឡើងផងដែរថាការតំណាងឲ្យប្រទេសមិនមែនជាភាពងាយស្រួលទេវាជាសម្ពាធដ៏ធ្ងន់តែក៏ជាមោទនភាពនៃជីវិតផងដែរបងធ្លាប់ឆ្លងកាត់ម្ដងហើយក៏ចាំពេលដ៏សែនលំបាកតែបងចាំថាមានប្អូនស្រីចាំលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្តឲ្យបងរហូតមកបងមិនដែលភ្លេចទង្វើនរណាម្នាក់ដែលធ្វើល្អមកលើបងទេខំប្រឹងបន្តទៀតធ្វើឲ្យអស់ពីសមត្ថភាពអំពើល្អរបស់យើងទោះទៅថ្ងៃមុខគេបំភ្លេចវាចោលមិនឲ្យតម្លៃតែក៏មានអ្នកដែលនឹងចងចាំវាពេញមួយជីវិតរបស់គេដូចគ្នាជាមួយគ្នានោះដែរលក្ខណាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅថែមទាំងបង្ហាញអារម្មណ៍ត្រេកអរនិងកក់ក្ដៅសម្រាប់ក្តីស្រឡាញ់ការគាំទ្រនិងផ្ដល់កម្លាំងចិត្តដ៏ធំធេងសម្រាប់រូបនាងនេះពិតជាគួរឲ្យស្ញប់ស្ញែងណាស់បន្ទាប់ពីឃើញរូបភាពដែលខ្មែរចេះស្រឡាញ់គ្នាចេះសាមគ្គីគ្នានិងមិនបោះបង់គ្នាក្នុងគ្រាលំបាកគ្រប់យ៉ាងគឺដើម្បីតែកម្ពុជាសង្ឃឹមថាលក្ខណៈបានទទួលនៅសន្តានចិត្តដល់បរិសុទ្ធនេះដើម្បីបង្កើនអានុភាពកាន់តែខ្លាំងតតាំងជាមួយឧបសគ្គគ្រប់យ៉ាងបានជោគជ័យជាពិសេសសូមឲ្យស្មារតីគាំទ្ររបស់កម្ពុជាទាំងអស់នៅតែរស់រវើកបែបនេះរហូតដល់ទីបញ្ចប់ផងចោះ